សួស្តីបងប្អូនទាំងគ្នាសម្រាប់វីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកទៅដល់បងប្អូនទាក់ទងជាមួយនឹងការបង្កើតគណនី WhatsApp អញ្ចឹងភាគច្រើនបងប្អូនអាចនឹងបង្កើតបានហើយដោយសារតែការបង្កើត WhatsApp នេះគឺអត់ពិបាកទេបងប្អូនតោះអញ្ចឹងយើងចូលនៅក្នុងកម្មវិធី WhatsApp ទាំងអស់គ្នាហើយបន្តមកទៀតបងប្អូនអាចធ្វើការ select លេខទូរស័ព្ទដែលយើងមានស្រាប់ឬក៏យើងអាចបដូរលេខទូរស័ព្ទផ្សេងក៏បានដែរត្រង់ចំណុចហ្នឹងណាអូខេតោះហើយអញ្ចឹងត្រង់ចំណុចហ្នឹងខ្ញុំសូមធ្វើការដាក់នៅលេខទូរស័ព្ទផ្សេងដើម្បីបង្ហាញបងប្អូនបន្ទាប់មកយើងធ្វើការចុចពាក្យថា next ហើយរួចហើយបងប្អូនអាចធ្វើការរងចាំបាទហើយយើងចុចពាក្យ yes មកបាទវាតម្រូវសួរយើងថាឲ្យយើង connect ទូរស័ព្ទមួយហ្នឹងឬក៏អត់អញ្ចឹងណាបាទហើយបន្ទាប់មកទៀតអាចធ្វើការរងចាំនៅពេលដែលវាផ្ញើសារមកលេខទូរស័ព្ទហ្នឹងបាទអញ្ចឹងបើសិនជាបងប្អូនអត់ទទួលនៅការផ្ញើសារទេអាចចុចពាក្យថា don't get receive a verified code អញ្ចឹងវានឹងផ្ញើសារឲ្យយើងម្ដងទៀតអញ្ចឹងណាបាទអញ្ចឹងសម្រាប់ខ្ញុំនឹងវាយនៅត្រង់ចំណុចផ្ញើសារហ្នឹងវានឹងផ្ញើសារមកបាទអាចធ្វើការរងចាំតិចបងប្អូនណាត្រង់ចំណុចហ្នឹងណាបាទអញ្ចឹងបន្ទាប់ពីយើងរងចាំហើយវានឹងផ្ញើសារមកអញ្ចឹងត្រង់ចំណុចនេះខ្ញុំនឹងវាយលេខកូដនៅក្នុងប្រអប់ហ្នឹងបងប្អូនណាបាទមាន6ខ្ទង់បន្ទាប់ពីយើងធ្វើការវាយរួចរាល់ហើយវានឹងលោតចូលទៅដល់ account របស់យើងហើយយើងអាចធ្វើការបាទចុចកន្លែងហ្នឹងចុច back មកបងប្អូនចុចហើយចុចពាក្យ cancel transfer ហើយបន្ទាប់មកត្រង់ចំណុចនេះបងប្អូនអាចដាក់ឈ្មោះបានអញ្ចឹងឈ្មោះហ្នឹងបងប្អូនអាចដាក់មិនក៏បានដែរបាទបន្ទាប់ពីយើងធ្វើការដាក់ឈ្មោះរួចរាល់ហើយយើងចុចពាក្យ continue ហើយកន្លែងហ្នឹងយើងមិនបាច់ដាក់ scan មុខ scan អីទេបងប្អូនចុចតែកន្លែងសញ្ញាខ្វែងមកជាការស្រេចបាទរួចហើយយើងដាក់ not now ខាងក្រោមចុចខាងក្រោមណាបាទអញ្ចឹងយើងមិនបាច់ចុចខាងលើទេបាទអធិស្ឋានបងប្អូនចុចកន្លែង not now មកអូខេហើយបន្ទាប់មកវានឹងបង្ហាញបែបនេះតែម្ដងបងប្អូនណាហើយកន្លែង backup នេះយើងមិនបាច់ចុច backup ជាប្រចាំទេយើងចុចពាក្យ off មកហើយចុចពាក្យ done នៅខាងលើបាទអញ្ចឹងរបៀបក្នុងការបង្កើតនៅគណនី WhatsApp គឺមានត្រឹមតែប៉ុណ្្នឹងទេសម្រាប់ចែកជូនទៅដល់បងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនមានចម្ងល់អាច comment នៅខាងក្រោមវីដេអូបានអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូ